សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបគ្នាទៀតហើយថ្ងៃនេះយើងមើលថាមានអាចកម្លាំងអ្វីសម្រាប់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាត្រូវដឹងអំពីខ្លួនឯងនៅក្នុងអំឡុងពេលនេះសម្រាប់អាចកម្លាំងដែលអ្នកទាំងអស់គ្នាដែលត្រូវដឹងអំពីខ្លួនឯងនៅក្នុងអំឡុងពេលនេះគឺថាអ្នកទាំងអស់គ្នាគឺមានជាប់ពាក់ព័ន្ធនៅក្នុងនេះគឺមានរូបក្មេងស្រីហើយនិងរូបសត្វពស់នៅក្នុងនេះគឺថាអ្នកទាំងអស់គ្នាគឺអាចនឹងមានព្រំដែនមួយដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាមានមុនស្នេហ៍ខ្លាំងនៅក្នុងនេះមានន័យថាអ្នកទាំងអស់គ្នាគឺនឹងទទួលបានមុនស្នេហ៍នៅពេលដែលអ្នកទាំងអស់គ្នាធ្លាប់បានធ្វើរឿងអ្វីមួយដែលអ្នកទាំងអស់គ្នាអត់ដឹងខ្លួនតែជាចំណុចពិសេសរបស់អ្នកនៅក្នុងហ្នឹងគឺថាអ្នកទាំងអស់គ្នាចំណុចពិសេសរបស់អ្នកទាំងអស់គ្នាគឺការធ្វើដដែលសម្រាប់បងប្អូនទាំងអស់គ្នាដែលជាភាពតាក់ទាញមួយរបស់មនុស្សជំនាញខ្លួនអ្នកដូច្នេះហើយនៅក្នុងនេះអ្នកទាំងអស់គ្នាត្រូវតែអនុញ្ញាតឲ្យព្រំដែននៃមុនស្នេហ៍របស់បងប្អូនទាំងអស់គ្នាហ្នឹងយកវាមកប្រើម្ដងទៀតមិនថាអ្នកទាំងអស់គ្នាដឹងខ្លួនឬក៏មិនដឹងខ្លួនទេឥឡូវយើងមើលតើមានអាចកម្បាំងអ្វីទៀតសម្រាប់អ្នកទាំងអស់គ្នានៅក្នុងនេះគឺថាបងប្អូនទាំងអស់គ្នាក៏ធ្លាប់ឆ្លងកាត់ជាមួយនឹងការវាយបកពីក្រោយឬក៏អានថាគឺមនុស្សធ្វើបាបអ្នកទាំងអស់គ្នាពីក្រោយខ្នងប៉ុន្តែនៅក្នុងហ្នឹងធ្វើឲ្យអារម្មណ៍អ្នកទាំងអស់គ្នាក៏មានការខូចចិត្តក៏មានការឈឺចាប់ក្រោយពីការមានការបែកបាក់ឬក៏មានការបាត់បង់ពីមនុស្សដែលជាទីស្រឡាញ់បងប្អូនទាំងអស់គ្នាដោយសារតែតំណែងមួយហ្នឹងគឺមានការបោកបញ្ឆោតគឺមានការកុហកហើយធ្វើឲ្យអ្នកទាំងអស់គ្នាមានការខូចចិត្តខ្លាំងមែនទែនដោយសារតែមានការវាយប្រហារអ្នកទាំងអស់គ្នាពីក្រោយខ្នងជាហេតុធ្វើអ្នកទាំងអស់គ្នាអត់អាចត្រៀមខ្លួនទុកមុននៅក្នុងការបង្ការជាមួយនឹងរឿងដែលបានកើតឡើងហ្នឹងឯងដូច្នេះហើយនៅក្នុងនេះអ្នកទាំងអស់គ្នាធ្លាប់ឆ្លងកាត់ជាមួយនឹងតំណែងមួយដែលមានការបោកបញ្ឆោតមានការកុហកជាហេតុធ្វើអ្នកទាំងអស់គ្នាមានការខូចចិត្តហើយក៏មានការឈឺចាប់ដូចគ្នាដូច្នេះហើយអ្នកទាំងអស់គ្នាគឺគិតថាហេតុអ្វីបានជាអ្នកទាំងអស់គ្នាទទួលតំណែងបែបហ្នឹងចូលក្នុងជីវិតអ្នកដូច្នេះហើយនៅក្នុងនេះយើងមកមើលតលកាតបន្ទាប់ទៀតថាតើអ្វីទៅដែលជាអាចកម្បាំងរបស់បងប្អូនទាំងអស់គ្នានៅក្នុងអំឡុងពេលនេះនៅក្នុងនេះគឺថាគេចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្វីបើអ្នកទាំងអស់គ្នានៅតែមានភាពមួម៉ៅនៅតែមានការខឹងគឺមិនអាចដោះស្រាយបញ្ហាដែលអ្នកទាំងអស់គ្នាធ្លាប់ឈឺចាប់ទាំងអស់នឹងបានទេដូច្នេះហើយគឺមិនមានថ្ងៃហ្នឹងសម្រាប់បងប្អូនទាំងអស់គ្នាឡើយដូចនេះហើយព្រំដែននៃការឈឺចាប់គឺត្រូវតែជៀសវាងការសន្ទនាមិនអាចដោះស្រាយបញ្ហាបាននោះឡើយបើសិនជាអ្នកទាំងអស់គ្នានៅតែមានអារម្មណ៍ថាខឹងជាមួយនឹងមនុស្សដែលបានធ្វើខុសដល់អ្នកទាំងអស់គ្នាដូច្នេះហើយគឺគ្មានថ្ងៃដែលអ្នកទាំងអស់គ្នាអាចដោះខ្លួនចេញពីបញ្ហាទាំងអស់នឹងបានទេអ្វីដែលគេចង់ប្រាប់ដល់អ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺចង់ឲ្យអ្នកទាំងអស់គ្នានឹងធ្វើយ៉ាងណាឈប់ខឹងទើបអ្នកទាំងអស់គ្នាអាចដោះស្រាយបញ្ហាដែលចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាបានការសន្ទនាដោយខឹងក៏អ្នកទាំងអស់គ្នាអាចដោះស្រាយបានការតំណងបងប្អូនទាំងអស់គ្នាដោយខឹងហ្នឹងក៏ធ្វើឲ្យអ្នកទាំងអស់គ្នាមានការឈឺចាប់ដូច្នេះហើយនៅក្នុងនេះពាក្យដែលខឹងនេះគឺថាអ្នកទាំងអស់គ្នាអាចធ្វើអីបានទេវាមិនមែនជាដំណោះស្រាយសម្រាប់បងប្អូនទាំងអស់គ្នាដែលល្អនៅក្នុងអំឡុងពេលនេះឡើយដូច្នេះហើយនៅក្នុងនេះគឺថាបងប្អូនទាំងអស់គ្នាក៏មានការភ័យខ្លាចនៃការបោះបង់នៃតំណងមួយនឹងផងដែរប៉ុន្តែអ្នកទាំងអស់គ្នានៅតែដេញតាមយករឿងដែលអ្នកទាំងអស់គ្នាភ័យខ្លាចនឹងដដែលមិនមែនអ្នកទាំងអស់គ្នាបាត់បង់ហើយអ្នកទាំងអស់គ្នាគិតថារឿងហ្នឹងគឺមិនល្អសម្រាប់អ្នកទាំងអស់គ្នាបោះបង់ចោលតែម្ដងទេគឺអ្នកទាំងអស់គ្នានៅតែដេញតាមរឿងមិនល្អដែលអ្នកទាំងអស់គ្នាអត់ហ៊ាននៅបោះបង់ចោលពីព្រោះគិតថាអ្វីគឺថាអ្នកទាំងអស់គ្នាអត់ចង់ចាប់ផ្ដើមអ្វីថ្មីពីព្រោះអ្នកទាំងអស់គ្នាខ្លាចថាអ្វីថ្មីហ្នឹងគឺមិនល្អឬក៏មិនពេញចិត្តទៅតាមអ្វីដែលអ្នកទាំងអស់គ្នានឹងចង់បានប៉ុន្តែនៅក្នុងនេះអ្វីគឺអាស្រ័យទៅលើកូនបងប្អូនទាំងអស់គ្នាផ្ទាល់មិនមែនទៅលើអ្នកដទៃអ្នកកំណត់ជីវិតបងប្អូនទាំងអស់គ្នាឡើយដូច្នេះហើយការភ័យខ្លាចនេះវាគ្រាន់តែជាអារម្មណ៍បងប្អូនទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាមិនទាន់អាចបោះបង់ចោលបានតែប៉ុណ្ណោះអ្នកទាំងអស់គ្នានៅដេញតាមនៅឡើយជាមួយនឹងរឿងភ័យខ្លាចរបស់អ្នកទាំងអស់គ្នានឹងដូច្នេះហើយនៅក្នុងនេះឃើញថាបងប្អូនទាំងអស់គ្នាគឺមានចំណុចពិសេសឬក៏ថាអ្នកទាំងអស់គ្នាគឺជាមនុស្សដែលមានមុនស្នេហ៍ក៏មានភាពតាក់ទាញខ្លាំងផងដែរសម្រាប់ទង្វើដែលអ្នកទាំងអស់គ្នាធ្វើដដែល
ចំពោះខ្លួនឯងឬក៏មានចំណុចពិសេសអ្វីមួយដែលអ្នកទាំងអស់គ្នាតែងតែធ្វើវាដដែលហ្នឹងវាជាមន្តស្នេហ៍ជាភាពតាក់ទាញមួយសម្រាប់មនុស្សជុំវិញខ្លួនអ្នកទាំងអស់គ្នាប៉ុន្តែនៅក្នុងនេះអ្នកទាំងអស់គ្នាគឺជាមនុស្សដែលធ្លាប់ឆ្លងកាត់ជាមួយនឹងបញ្ហាជាមួយនឹងឧបសគ្គច្រើនដែរហើយជាមួយនឹងតំណែងគឺជាតំណែងមួយដែលធ្វើបាបអ្នកទាំងអស់គ្នាពីក្រោយខ្នងជាហេតុធ្វើអ្នកទាំងអស់គ្នាមានការខូចចិត្តជាហេតុធ្វើអ្នកទាំងអស់គ្នាមានការឈឺចាប់ជាមួយនឹងតំណែងខ្លាំងមែនទែនដោយសារតែមានការកុហកមានការបោកបញ្ឆោតនៅក្នុងតំណែងមួយហ្នឹងធ្វើឲ្យបងប្អូនទាំងអស់គ្នាមានការបាត់បង់អារម្មណ៍ល្អឬក៏មានការខូចចិត្តខ្លាំងជាមួយនឹងតំណែងដែលអ្នកទាំងអស់គ្នាបានឆ្លងកាត់នៅពេលកន្លងមកហើយនៅក្នុងនឹងផងដែរបងប្អូនទាំងអស់គ្នាក៏មានកំហឹងនៅក្នុងចិត្តដែរជាមួយនឹងតំណែងមួយហ្នឹងពីព្រោះអ្នកទាំងអស់គ្នាមិនទាន់អាចរំសាយពីអារម្មណ៍ដែលខឹងជាមួយនឹងមនុស្សម្នាក់នឹងបានទេប៉ុន្តែនៅក្នុងនេះគេចង់ប្រាប់អ្នកទាំងអស់គ្នាថាអារម្មណ៍ដែលខឹងរបស់អ្នកទាំងអស់គ្នានឹងគឺអត់អាចដោះស្រាយបញ្ហាអ្វីបានទេហើយក៏អត់អាចឲ្យអ្នកទាំងអស់គ្នាមានភាពល្អប្រសើរឡើងដែរនៅក្នុងនេះបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យអ្វីមានភាពល្អប្រសើរសម្រាប់អ្នកក្នុងការដោះស្រាយចូលបញ្ឈប់ការខឹងរបស់អ្នកទាំងអស់គ្នាជាមុនសិនពីព្រោះវាមិនមែនជាពេលដែលល្អដែលអ្នកទាំងអស់គ្នាត្រូវយកកំហឹងរបស់អ្នកទាំងអស់គ្នាមកប្រើសម្រាប់ដោះស្រាយបញ្ហានោះឡើយដូច្នេះហើយអ្នកទាំងអស់គ្នាក៏អត់អាចរួចផុតពីទុក្ខកង្វល់នៅក្នុងចិត្តដែលអ្នកទាំងអស់គ្នាកំពុងមាននឹងផងដែរដោយសារតែនៅក្នុងនេះឃើញថាបងប្អូនទាំងអស់គ្នាគឺជាមនុស្សដែលមានការភ័យខ្លាចដែរក្នុងការបោះបង់ចោលរឿងអតីតប៉ុន្តែនៅក្នុងនេះអានថារឿងអតីតហ្នឹងមិនមែនជារឿងល្អសម្រាប់អ្នកទាំងអស់គ្នាដែលត្រូវអ្នកទាំងអស់គ្នានឹងដេញតាមគ្រប់ពេលគ្រប់វេលាទេអានថាអ្នកទាំងអស់គ្នាគឺអាចបោះបង់ឬក៏អាចតម្លាក់ចោលបានហើយពីព្រោះអ្វីវាអាស្រ័យទៅលើខ្លួនអ្នកទាំងអស់គ្នាផ្ទាល់ជាអ្នកប្រកួតប្រជែងជាមួយនឹងរឿងដែលបានចូលមកក្នុងជីវិតអ្នកដូច្នេះហើយអានថារឿងអតីតកាលខ្លះវាមិនស័ក្តិសមឲ្យអ្នកទាំងអស់គ្នាក្នុងការដេញតាមយកវាតទៀតទេដូចនេះហើយអ្វីដែលត្រូវធ្វើគឺដោះស្រាយបញ្ហានៅក្នុងចិត្តបងប្អូនទាំងអស់គ្នានេះឲ្យបានរួចរាល់សិនដើម្បីឲ្យអ្នកទាំងអស់គ្នាមានភាពស្រឡះខ្លួនដើម្បីឲ្យអ្នកទាំងអស់គ្នាអាចឆ្ពោះដំណើរទៅមុខទៀតកុំឲ្យអ្នកទាំងអស់គ្នានៅមានការជាប់ជំពាក់ជាមួយនឹងរឿងអតីតកាលច្រើនពេកដែលជារឿងមិនល្អដឹងថារឿងនឹងមិនល្អហើយនៅតែដេញចាប់ជាមួយនឹងរឿងទាំងអស់ហ្នឹងទៀតដូច្នេះហើយនៅក្នុងនេះគឺថាអ្នកទាំងអស់គ្នាត្រូវការពេលវេលាឬក៏ត្រូវការអារម្មណ៍ដែលព្យាបាលខ្លួនឯងច្រើនជាងយកពេលទៅគិតជាមួយនឹងរឿងអតីតដែលបានកើតឡើងពីព្រោះពេលវេលាគឺជាទៅមុខហើយអ្នកទាំងអស់គ្នាអត់អាចនៅតែកន្លែងនឹងដដែលបានទេអ្នកទាំងអស់គ្នាត្រូវតែរំដោះខ្លួនឯងឲ្យចេញផុតពីទុក្ខកង្វល់ដែលអ្នកទាំងអស់គ្នាបានជួបទោះបីជាអ្នកទាំងអស់គ្នាបានឆ្លងកាត់ទុក្ខលំបាកច្រើនយ៉ាងណាក៏ដោយប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែចាកចេញពីរឿងទាំងអស់ហ្នឹងដើម្បីទៅរកភាពល្អដែលចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាវិញនៅក្នុងនេះអ្វីគឺអាស្រ័យទៅលើអ្នកទាំងអស់គ្នាផ្ទាល់តើអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរការគិតរបស់អ្នកទាំងអស់គ្នានឹងដែរឬទេដើម្បីឲ្យអ្នកទាំងអស់គ្នាទៅរកភាពល្អនោះបើសិនជាអ្នកទាំងអស់គ្នានៅតែដេញតាមរឿងអតីតទៀតគឺថាអ្នកទាំងអស់គ្នាមិនអាចឆ្ពោះទៅមុខបានល្អប្រសើរជាងនឹងឡើយដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពីអត្ថន័យនៃវីដេអូមួយនេះផងដែរអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលចូលតាមដានទស្សនាវីដេអូនេះជូនពរបងប្អូនទាំងអស់គ្នាជោគជ័យក្នុងរឿងការងាររឿងលុយកាក់និងរឿងស្នេហាផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតចាអរគុណ